ក្នុងឱកាសនេះខ្ញុំព្រះករុណាធម៌ភាពនឹងលើកយកសុពុទ្ធភាសិតមួយដែលជាសាសនាដើម្បីជំនួយការសិក្សាធម្មវិន័យថ្នាក់ត្រីហើយនឹងជំនួយដល់ធម្មកថាសម្ដែងនៅធម្មទេសនាប៉ុចឹងដើម្បីកុំឲ្យខាតការវេលាយូរសូមញាតិញោមសម្ដាប់ដូចតទៅភោគៈតណ្ហោយៈភោគៈតណ្ហយៈនិងទុំមេធោណាទុំមេធោហន្តេអញ្ញេវៈភោគៈតណ្ហយៈទុំមេធោហន្តេអញ្ញេវៈអត្តនំប្រែថាមនុស្សល្ងងតែងសម្លាប់ខ្លួនឯងដូចសម្លាប់អ្នកដទៃព្រោះតែចំណងក្នុងភោគៈអត្ថាធិប្បាយមនុស្សដែលគ្មានបញ្ញាមិនស្គាល់ចម្រើនវិន័យទាំងមិនស្គាល់ហេតុដែលអាក្រក់ល្អបាបបុណ្យគុណទោសមិនមានគំនិតល្អប្រព្រឹត្តធ្វើអំពើខុសអំពើខុសឆ្គងសម្គាល់នៃភោគៈទ្រព្យថាជាវត្ថុប្រសើរជាងអ្វីដទៃទាំងអស់ជាយាមស្វែងរកទ្រព្យសម្បត្តិមកដើម្បីខ្លួនបៀតបៀននៅគ្នានឹងគ្នាដើម្បីទ្រព្យប្រព្រឹត្តទុច្ចរិតណាទុច្ចរិតឆក់ដណ្ដើមប្រវាញ់ណាប្រវាញ់រឹបជន់អ្នកដតីដើម្បីទ្រព្យមនុស្សល្ងងដែលមានគំនិតយ៉ាងនេះឈ្មោះថាជាអ្នកសម្លាប់ខ្លួនឯងដោយស្លាប់វិនិច្ឆ័យសូន្យណាវិនិច្ឆ័យសូន្យចាសេចក្តីល្អព្រោះតែចំណងក្នុងទ្រព្យសេចក្តីប្រព្រឹត្តបែបនេះឈ្មោះថាបង្កើតភ័យណាបង្កើតភ័យនិងពាវេរាដល់ខ្លួនគួរតួយ៉ាងដូចជាត្រូវគេធ្វើចារកម្មឃាតកម្មក៏ព្រោះតែទ្រព្យនោះឯងសេចក្តីវិនាសទាំងអស់នេះមកអំពីល្ងងគ្មានបញ្ហាសម្រាប់រក្សាទ្រព្យនិងខ្លួនឯងឲ្យផុតពីទុក្ខភ័យនេះគឺជាហេតុការរបស់មនុស្សល្ងងខ្លៅឥតប្រាថ្នាតែប្រយោជន៍ខ្លួនដរាបដល់សម្រាប់អ្នកដទៃដើម្បីយកទ្រព្យដើម្បីយកទ្រព្យគេធ្វើជាទ្រព្យឯងអនុមោទនាសូមញាតិញោមបងប្អូនពិចារណាតាមការគួរពីព្រោះការអានរបស់ខ្ញុំកណាកុំស្ដាប់សំឡេងចឹងស្ដាប់សំឡេងមិនពិរោះទេតែស្ដាប់សាច់ធម៌និងការបញ្យល់ដឹកនាំពាក្យពេចន៍ទាំងឡាយដែលអ្នកប្រាជ្ញលោកសរសេរទុកនោះទៅប្រពៃទាំងសូមអនុមោទនា